សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយទៀតហើយដើម្បីមកចែកម្លែកជូនបងប្អូនអរគ្នាអញ្ចឹងវគ្គមុនខ្ញុំបានប្រាប់អំពីរបៀបបិទ tag កុំឲ្យគេ tag ជូលនៅ profile Facebook របស់យើងហើយថ្ងៃនេះដែរខ្ញុំចង់និយាយអំពីរបៀបបើក tag យើងវិញដើម្បីឲ្យមិត្តភ័ក្តិឬមួយក៏ដៃគូសង្សារយើងអញ្ចឹងទៅ tag ជូលនៅក្នុង account profile Facebook យើងវិញបងប្អូនអរគ្នាអញ្ចឹងតោះទៅមើលតើអ្នកគ្នាតើយើងបើករបៀបបើក tag របស់យើងតើយើងធ្វើបែបម៉េចដើម្បីអាចបើករបៀបបើក tag យើងបានបងប្អូនអ្នកគ្នាអញ្ចឹងតោះជាដំបូងអ្នកគ្នាចូល Facebook បងប្អូនបន្ទាប់ពីអ្នកគ្នាចូល Facebook បងប្អូនអ្នកគ្នាហើយអ្នកគ្នាមកយកកន្លែង profile នេះមកខាងក្រោមនេះបន្ទាប់មកអ្នកតាគ្នាទៅយកកន្លែង3ខាងលើនេះកន្លែង3ខាងលើហ្នឹងអ្នកគ្នាចុចលើនឹងមួយមកបន្ទាប់មកអ្នកគ្នាមកយកពាក្យ setting and privacy ឃើញទេកន្លែងរូបសញ្ញារូបខ្ចៅហ្នឹងបងប្អូនអ្នកគ្នាអញ្ចឹងអ្នកគ្នាចុចលើនឹងមួយមកបន្ទាប់មកអ្នកគ្នាយកពាក្យsetting ម្ដងទៀតគេនៅកន្លែង setting ហ្នឹងអ្នកគ្នាចុចលេខនឹងមួយទៀតមកបន្ទាប់មកអ្នកគ្នា scroll មកក្រោមមកអ្នកគ្នា scroll មករកពាក្យនេះអ្នកគ្នា profile and tagging ឃើញទេអ្នកគ្នាអញ្ចឹងអ្នកគ្នាចុចលេខនឹងមួយមកនេះបន្ទាប់ពីអ្នកគ្នាចុចលេខនឹងមួយហើយនេះអ្នកគ្នាមកមើលអាកន្លែង2នេះអាកន្លែងដែលយើងបានបិទហ្នឹងឃើញទេអញ្ចឹងយើងទៅបើកវិញឃើញទេបងប្អូនអ្នកគ្នាអញ្ចឹងអ្នកគ្នាក៏តែចុចអ្នកគ្នាមើលពាក្យនេះមក tag in and embed mention អញ្ចឹងអ្នកគ្នាចុចលេខនឹងមួយមកចុចលេខនឹងមួយមកនេះហ្នឹងណា who can see for your tag in your profile អញ្ចឹងអ្នកគ្នាចុចលេខនឹងមួយមកបន្ទាប់មកអ្នកគ្នាមកយកកន្លែងពាក្យ friend វិញមកនេះឃើញទេកន្លែងរូបមនុស្ស2ហ្នឹងខាងលើហ្នឹងអ្នកគ្នាយកចុច friend វិញមកបន្ទាប់មកអ្នកគ្នាចុច save មកអូខេបន្ទាប់មកយើងមកមើលអាទី2ម្ដងនេះអញ្ចឹងតែវីដេអូមុនខ្ញុំបានបិទ2ចំណុចអញ្ចឹងយើងបើក2ចំណុចវិញមកអញ្ចឹងចុចលើនឹងមួយទៀតមកបន្ទាប់មកអ្នកគ្នាមកយកខាងលើមកអ្នកយក friend ហ្នឹងមកខាងលើហ្នឹងហើយតែមកយើងចុច share មកបងប្អូនអរគ្នាឃើញទេអញ្ចឹងហើយបងប្អូនអរគ្នាវីដេអូខ្ញុំរបៀបបើក tag មានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាខ្លីៗទេបងប្អូនអរគ្នាបើអ្នកគ្នាមានចង្អល់តង់ណាឬមួយក៏អ្នកគ្នាបើកអត់បានអ្នកគ្នាអាច comment ប្រាប់ខ្ញុំខាងក្រោមបានបងប្អូនអរគ្នាអញ្ចឹងវីដេអូខ្ញុំថ្ងៃហ្នឹងខ្លីទេបើសិនជាមានវីដេអូថ្មីបន្តទៀតខ្ញុំនឹងចែកម្លែកជូនបងប្អូនអរគ្នាទៀតជាចុងក្រោយកុំភ្លេចជួយ subscribe channel ខ្ញុំម្នាក់មួយផងបងប្អូនអរគ្នាដើម្បីខ្ញុំបានធ្វើវីដេអូថ្មីដើម្បីចែកម្លែកទៀតអរគុណច្រើនអ្នកគ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយអ្នកគ្នា